រៀនបិទមាត់មនុស្សជាច្រើនគិតថាសិល្បៈនៃការនិយាយគឺសំខាន់ទោះយ៉ាងណាក៏ដោយមានសមត្ថភាពមួយទៀតដែលសំខាន់ដូចគ្នានោះគឺការរៀនបិទមាត់លោក Hemingway ធ្លាប់បាននិយាយថាយើងត្រូវការពេល2ឆ្នាំដើម្បីរៀននិយាយប៉ុន្តែយើងត្រូវការពេលមួយជីវិតដើម្បីនៅស្ងៀមស្ងាត់ពូការនិយាយគឺជាសិល្បៈមួយហើយការចេះគ្រប់គ្រងមាត់ជាជំនាញមួយប្រសិនបើអ្នកមិនអាចគ្រប់គ្រងមាត់របស់អ្នកនិងនិយាយអ្វីដែលមិនគួរនិយាយអ្នកនឹងអាចបង្កើតសត្រូវជាមួយនរណាម្នាក់មិនខានមាត់របស់អ្នកមិនត្រឹមតែអាចធ្វើបាបអ្នកដទៃនោះទេវាក៏អាចបំផ្លាញខ្លួនអ្នកផងដែរមនុស្សឆ្លាតពិតប្រាកដគ្រាន់តែបិទមាត់ជំនួសឲ្យការនិយាយប្រើភាពស្ងៀមស្ងាត់ដើម្បីបំបត្តិកង្វល់ដឹងគ្រប់យ៉ាងតែមិននិយាយគ្រាន់តែលាក់វាទុកក្នុងចិត្តហើយបើត្រូវធ្វើឬនិយាយត្រូវតែចេះប្រុងប្រយ័ត្នតើអាវុធប្រភេទណានៅក្នុងលោកដែលមិនបន្សល់ស្លាកស្នាមនៅលើខ្លួនប៉ុន្តែអាចបន្សល់ទុកនៅស្រមោលដ៏យូរអង្វែងនៅលើបេះដូងហើយថែមទាំងអាចបំផ្លាញជីវិតមនុស្សបាននោះគឺជាពាក្យសម្ដី